បាទសូមអរគុណបងប្អូនអ្នកសារព័ត៌មានរបស់យើងពាក់ព័ន្ធទៅនឹងការប្រកួតអឺនៅ Civic ដែលការទី6នេះយើងឃើញហើយមានក្រុមឥណ្ឌូនេស៊ីមានថៃមានកម្ពុជាមានវៀតណាមមានហ្វីលីពីនក៏ដូចជាមីយ៉ាន់ម៉ាដែលតែមានឈ្មោះនេះហើយបណ្ដាប្រទេសទាំងអស់នោះខ្ញុំជឿជាក់ថាគាត់បានរៀបចំក្រុមរបស់គាត់បានល្អប្រសើរតែឡើយកម្ពុជារបស់យើងមានរយៈពេលខ្លីដោយសារទោះបីជាការប្រមូលផ្ដុំរបស់យើងតាំងពីដើមឆ្នាំក៏ពិតមែនប៉ុន្តែកីឡាករទាំងអស់ត្រូវបានបំបីទៅតាមក្លឹបរៀងៗខ្លួនដើម្បីលេងពានតេជោលីកដែលយើងទើបតែបញ្ចប់ថ្មីនេះហើយពួកគាត់បន្ទាប់ពីចប់កាតព្វកិច្ចក្លឹបគឺទៅប្រមូលផ្ដុំនៅក្នុងជំរំជម្រើសជាតិរបស់យើងវិញតែម្ដងដែលពុំមានពេលសម្រាប់ការប្រកួតលីកនៅឡើយទេបាទខ្ញុំឃើញថាបងប្អូនព័ត៌មានក៏ដូចជាបងប្អូនជនជាតិយើងមួយចំនួនលោកអាចនឹងជ្រាបហើយពីព្រោះថាកីឡាករម្នាក់គាត់មានfan របស់គាត់រៀងខ្លួនដែលស្រឡាញ់រៀងខ្លួនហើយក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រទេសកម្ពុជាយើងក៏ដូច្នោះដែរទាំងអស់នោះសុទ្ធតែជាកូនដែលយើងស្រឡាញ់ស្មើគ្នាពាក់ព័ន្ធនឹងការសិលេចកីឡាករអ្នកណាដែលត្រូវទៅអ្នកណាដែលមិនបានទៅនោះគឺអាស្រ័យទៅលើគណៈគ្រូដែលគាត់ដឹងច្បាស់អំពីកីឡាករនីមួយអំពីតំណែងរបស់កីឡាករនីមួយដែលពួកគាត់ perform ល្អឬមិនល្អនៅក្នុងការហ្វឹកហាត់ខ្ញុំជឿជាក់ថាមានតែគាត់ទេដែលដឹងច្បាស់ខ្ញុំលើកឧទាហរណ៍ងាយដូចជារុនរុកជាគាត់មិនបានតាន់ fix 100%ទេសម្រាប់ការប្រមូលផ្ដុំជម្រើសជាតិហើយនៅពេលដែលការប្រមូលផ្ដុំការហ្វឹកហាត់របស់គាត់ក៏អត់បានពេញលេញដែរដោយឡែកមឿនមីឡាយក៏ដូច្នោះដែរយើងបានកោះហៅគាត់ចូលរួមដែរប៉ុន្តែដោយសារគាត់ចូលរួមហើយគាត់ចេញពីជំរំជម្រើសជាតិមិនបានផ្ដល់ព័ត៌មានទៅដល់គណៈគ្រូនេះបង្ហាញពីវិន័យរបស់គាត់មិនល្អប្រសើរហើយតាក់ទងនឹងកិច្ចការងារនេះគណៈគ្រូក៏សម្រេចថាមិនយកគាត់ទៅហើយខ្ញុំក៏មានការសោកស្ដាយចំពោះរូបគាត់ដែរបាទលឹមចុចការក៏ដូចគ្នាដែរសិទ្ធិការថ្លឹងថ្លែងគឺវាស់វែងជាមួយនឹងកីឡាករដែលមាន position ជា OH បាទរៀងខ្លួនបាទបងប្អូនជំនឿជាតិអាចនឹងជ្រាបហើយតំណែងមួយនេះគឺយើងមានស្មាត់ធំជាច្រើនដែលក្នុងនោះយើងមានវឿនវាសនាយើងមានគុណមុំយើងមានច័ន្ទវាសនាយើងមានមឿនមេងឡាយហើយយើងមានសឿនហេងក៏ដូចជាលឹមតេត្រាហើយដោយសារការវិតម្លៃនេះហើយទើបការសម្រេចចិត្តរបស់គ្រូពង្វឹកទៅតាមនឹងបាទមួយវិញទៀតខ្ញុំជឿជាក់ថាកីឡាករយើងនៅក្នុងជំរំទាំងអស់ហ្នឹងគាត់ច្បាស់ហើយខ្លួនគាត់ហើយក៏គាត់មិនមានអារម្មណ៍ខកចិត្តខ្លាំងទេពីព្រោះថាពួកយើងនៅក្នុងជំរំក៏ដូចជាក្រុមគ្រួសារតែមួយអញ្ចឹង14នាក់ក្នុងតំណែងជាង20នាក់ហ្នឹងគឺដូចពួកគាត់លើកទឹកចិត្តគ្នាអ្នកណាទៅក៏ជាតំណាងរបស់ជាតិរបស់យើងអ្នកណាទៅក៏ជាតំណាងរបស់ក្រុមទាំងជាង20នាក់ហ្នឹងដែរបាទអញ្ចឹងគុណតម្លៃដែលយើងបង្ហាញនៅលើឆាកអន្តរជាតិគឺមានគុណតម្លៃស្មើគ្នានៅពេលដែលគាត់លះបង់ក្រុមគ្រួសារលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់មកចូលនៅក្នុងជំរំជម្រើសជាតិរបស់យើងហ្នឹងគឺមានន័យថាគាត់បានស្នេហាជាតិរួចជាស្រេចទៅហើយបាទអញ្ចឹងនៅឡើយតែការបង្ហាញដែលជាក់ស្ដែងទៅលើការប្រកួតនៅលើទីលានតែប៉ុណ្ណោះហើយទាំងអស់នេះក៏ខ្ញុំជឿជាក់ថាពួកគាត់មិនមានបាក់ទឹកចិត្តទេផ្ទុយទៅវិញធ្វើឲ្យគាត់កាន់តែប្រឹងប្រែងវឹកហាត់បន្ថែមទៀតពីព្រោះថាកៅអីជំនឿជាតិនេះគឺគ្មានអ្នកណាអាចជួយអ្នកណាបានទេក្រៅពីការវឹកហាត់ផ្ទាល់ខ្លួននៅក្នុងជំរំនឹងហើយមានការដាក់បន្ទូនឹងវាតម្លៃទាំងគុណផលនៃការវឹកហាត់ទាំងវិន័យនឹងជាដើមទៅបាទគូផ្សំគ្នាទាំងអស់បាទសូមអរគុណហើយជាចុងក្រោយក៏សូមពៀវនាមទៅដល់បងប្អូនជនជាតិដែរសូមជឿជាក់ទៅលើគ្រូបង្វឹកហើយខ្ញុំសង្ឃឹមជឿជាក់ថាបងប្អូនជនជាតិនឹងជ្រងទង់កម្ពុជាយើងទាំងអស់គ្នាហើយជួយលើកទឹកចិត្តទៅដល់គណៈគ្រូក៏ដូចជាកីឡាកររបស់យើងដែលគាត់ទៅប្រកួតក្នុងន័យដំណើរជ័យជំនះជូនជាតិបាទសូមអរគុណបាទ